ទឹកទី1 round 1ទឹកទី1 round 1បាទបងប្អូនយើងបានសួររ៉ូសឡែនថាមិននិយាយអ្វីទាំងអស់ដឹងតែឈ្នះយកខ្សែក្រវ៉ាត់ធីរ៉ាថាមិននិយាយទេបាត់ដៃរបស់រ៉ូសឡែនចូលដៃរបស់ធីរ៉ាទាត់មួយជើងរបស់ធីរ៉ាដៃរបស់រ៉ូសឡែនបាទមួយបោះជើងអូយបាទមួយរបស់រ៉ូសឡែនកាត់ជើងដោយធីរ៉ាអត់ចេញដូចគ្នាធាក់មួយចូលក្នុងដៃសូអត់បាទចេញដែរតែអត់ទៅកូនឲ្យបែកក្បាលពួរមួយរបស់រ៉ូសឡែនបែកសងវិញពីធីរ៉ាទាត់ទៅទាត់មកហើយទៅទៀតទាត់ជើងក្រោមរបស់រ៉ូសឡែនទាត់ជើងក្រោមរបស់រ៉ូសឡែនឆក់ក្តាប់ឲ្យចូលម្ដាយពីធីរ៉ាបាត់ទាត់ជើងក្រោមរបស់រ៉ូសឡែនចូលដៃរបស់រ៉ូសឡែនដៃរបស់ធីរ៉ាទាត់ទៅជើងចូលអត់អីទេធីរ៉ានៅតែបន្តចូលបាទរ៉ូសឡែនថយតិចទាត់ជើងក្រោមធីរ៉ารកកន្លែងគៀងហើយបាទធីរ៉ាប្រាប់ថាអូយមកវាយខ្សែក្បាត់បាទតែអត់អីទេបច្ចេកទេសនឹងតិចរៀងខ្លួនឆក់ដៃមួយទាត់មួយជើងរបស់រ៉ូសឡែនឆក់ដៃរបស់រ៉ូសឡែនបាទកុំភ្លេចថារ៉ូសឡែនជាអ្នកឡើងមកដល់ដើមណាអាយ៉ាបាទធីរ៉ាជាអ្នកដាក់ឲ្យដើមឯរ៉ូសឡែនគឺជាអ្នកឡើងមកដល់ដើមទៅទៅទៅបាយចូលដៃរបស់ធីរ៉ាទាត់ដៃរបស់ធីរ៉ាដៃរបស់រ៉ូសឡែនពីដៃអត់ដល់ទេទាត់មួយជើងចូលដៃសងមកវិញទាត់ជើងរបស់រ៉ូសឡែនទាត់មួយជើងអូយអាយ៉ាបានការប្រយុទ្ធនៅតែបន្តធាក់កាត់ចេញកែនស្មើជួយគុណខ្មែរអូយូក្រខាត់ណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ดอบด็อกเตอร์ បាទអីសេចដាច់ឈានបាទចាំមើលរូបភាពជាតិទៅមាញ់អូបាទរ៉ូសឡាននេះល្អមែននេះទៅហើយចាំមើលបាទកន្លែងនេះចាប់ជើងជាប់បាទវាយពីធឿនធីរ៉ាទាត់បានមួយជើងបាទងាញ់ណាស់បាទមួយជើងនេះបាទមកជើងនេះរបស់បាទរ៉ូសឡែនបាទធីរ៉ាទប់អត់ជាប់ទេបាទទប់អត់ជាប់ទេទៅហើយបាទបាទនេះបាទមកជើងអំាញ់បាទអូឆ្ងាញ់បាទពីរ៉ូសឡែននៅតែទឹកទី4ទឹកទី1អូខេអូគាត់ថាគាត់ជាម្ចាស់ខ្សែក្រវ៉ាត់បាទគាត់ធ្វើបានមែនបាទគាត់ថាគាត់អត់និយាយលេងសើចច្រើនទេបាទមួយជើងអំាញ់បាទអីសិតដាច់ជឿននេះធីរ៉ាបាទចូលមកប្រឡោះបាទចូលពោះទឹកនៅតែឆ្លងមិនផុតទឹកមួយបាទសម្រាប់ជំនួបសងសឹកបាទអញ្ចឹងឥឡូវនេះបាទលោកគ្រូពេទ្យកំពុងតែសម្រួលដល់ធឿនធីរ៉ាបន្តិចសិនបាទបាទអរគុណតោះបាទអញ្ចឹងឥឡូវនេះបាទប្រគល់ទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការតាមរយៈផ្ដួលដៃគូឲ្យសន្លប់នៅក្នុងទឹកទី1ជ័យជំនះបានទៅលើបង្គោលខៀវរ៉ូសឡែនបាទអបអរសាទរកីឡាករអាស៊ើបៃសុងរ៉ូសឡែនបាទដែលជាទទួលបានជ័យជំនះ